បាទអញ្ចឹងខ្ញុំមកចែករំលែកបន្ថែមទាក់ទងជាមួយបងប្អូនដែលមានផ្ទៃពោះបាទហើយក៏ប្រាក់សាយជាសបោឬក៏ដូចជាវិលមុខអីផ្សេងបាទឃើញមានបងប្អូនសួរច្រើនហើយខ្ញុំក៏ធ្លាប់ចេញវីដេអូដែរប៉ុន្តែឥឡូវមកចេញមួយសារទៀតបាទអញ្ចឹងទាក់ទងជាមួយបងប្អូនដែលកំពុងតែពពោះបាទប្រហែលខែក៏ដោយបាទឬក៏សម្រាប់កូនហើយក៏ប្រាក់សាយដូចគ្នាហើយគាត់អត់ចង់ប្រើប្រាស់ថ្នាំពេទ្យដែលគាត់គិតថានឹងអាចប៉ះពាល់ទៅដល់បាទសុខភាពកូនរបស់គាត់ព្រោះអ្នកខ្លះបាទបំបៅកូនដោយទឹកដោះបាទឬក៏អ្នកកំពុងពពោះគាត់អត់ចង់ប្រើថ្នាំផ្ដេសផ្ដាស់បាទអញ្ចឹងបើបងប្អូនចង់ប្រើឱសថបុរាណខ្មែរយើងមានប្រភេទតែម្ចាស់ព្រៃយើងមានប្រភេទម្សៅចេកវេទមន្តហើយនិងស្លឹកទៀបបារាំងបាទអញ្ចឹងបងប្អូនដែលក្អកបាទខ្ញុំនិយាយក្អកបាទអញ្ចឹងយើងដាំទឹករងាស់ជាមួយនឹងតែម្ចាស់ព្រៃដូចខ្ញុំកំពុងតែកាត់នេះគឺប្រភេទតែម្ចាស់ព្រៃបាទហើយនឹងយើងមានម្សៅខ្យល់មួយទៀតហើយយើងដាក់មកចិបទៅបាទទឹកប្រហែលជា1លីត្រអីទៅឬក៏1បោយបងប្អូនបាទចាប់តែមកចិបចូលទៅដាំរងាស់តែនេះពុះហើយដាក់ស្លឹកទៀបប្រាំងយើងចូលប្រហែលជា5ស្លឹកបាទយើងលាងទឹកឲ្យស្អាតទៅបាទបងប្អូនចង់ដាក់ទាំងស្រស់ក៏បានបងប្អូនមានពេលវេលាហាលឲ្យស្ងួតទុកក៏បានដែរបាទបេះមកច្រើនមកដាក់ហាលទុកពួកយើងសគូបាទទោះជាយើងអត់ក្អកអត់ប្រាក់សាយក៏ដោយយើងមានផ្ទៃពោះឬក៏បាទសម្រាប់កូនហើយស្លឹកទៀបបារាំងជាមួយតែម្ចាស់ព្រៃម្សៅចេកនេះគឺយើងអាចហូបបានដូចគ្នាបាទអញ្ចឹង3មុខនេះទៅពេលដាំតែម្ចាស់ព្រៃនេះពុះហើយដាក់ចូលស្លឹកទៀបបារាំងយើងចូលទៅស្រស់ក៏បានសូត្រក៏បាន5ស្លឹក6ស្លឹកអីទៅបាទតាមដែលរសជាតិបងប្អូនចង់ឲ្យវាចាស់ឬក៏ស្រាលតាមរសជាតិដែលបងប្អូនចង់ហូបបាទអញ្ចឹងរំងាស់ពីនឹងឲ្យចេញជាតិតែព្រៃនិងស្លឹកទៀបបារាំងមកឲ្យទឹកឡើងក្រហមមកយកមកឆុងជាមួយនឹងម្សៅចេករបស់យើងនេះបាទឆុងមកចុងស្លឹកព្រាមកបាទមួយកែវទឹកពៅរបស់យើងហ្នឹងហើយបងប្អូនហូបទៅវាជួយកាត់បន្ថយការក្អកប្រសាយជាស្វាហ្នឹងតិចម្ដងរឿយមកគឺបាត់តែម្ដងបើសិនជាបងប្អូនអត់ចង់ប្រើប្រាស់បាទថ្នាំបារាំងត្រូវតែដាក់ចូលជាមួយនឹងស្លឹកទៀបបារាំងនេះបងប្អូនណាគឺវាជួយសម្អាតបាទការលំមាស់តាមកំពង់កូនតិចដែលធ្វើឲ្យបងប្អូនក្អកបាទនេះគឺយើងប្រើប្រាស់បានផលព្រោះជាក់ស្ដែងដោយសារបាទគឺប្រពន្ធរបស់ខ្ញុំពេលគាត់មានផ្ទៃពោះគឺគាត់ក្អកដូចគ្នាហើយយើងអត់ចង់ប្រើប្រាស់ថ្នាំបារាំងយើងចង់ប្រើប្រាស់ថ្នាំពេទ្យថ្នាំខ្មែរយើងជំនួសបាទប៉ុន្តែបើទូទៅយើងក៏នៅតែអាចប្រើថ្នាំពេទ្យបានបងប្អូនបាទប៉ុន្តែយើងត្រូវពិភាក្សាជាមួយខាងដុកទ័របាទថាទៅប្រើរបៀបណាប៉ុន្តែអ្វីដែលខ្ញុំកំពុងចែករំលែកនេះគឺសម្រាប់បងប្អូនគាត់អត់ចង់ប្រើបាទអញ្ចឹងចង់ប្រើថ្នាំខ្មែរគឺខ្ញុំជម្រាបអញ្ចឹងបងប្អូនយកទៅអនុវត្តទៅគឺប្រើប្រាស់បានដូចគ្នាបងប្អូនណាបាទគឺជួយកាត់បន្ថយបាទរោគប្រសាយអីនេះផ្សេងបានបាទហើយជួយឲ្យគេងលក់ស្រួលចំណង់អាហារអីនេះនិយាយទៅគឺល្អប្រសើរបាទអត់សូវចុកដៃចុកជើងអត់សូវហាប់ដៃហាប់ជើងព្រោះធម្មតានឹងសេវីនឹងមានផ្ទៃពោះគឺគាត់អាសាឈឺខ្លួនប្រាណច្រើនហើយហូបប្រភេទនេះគឺវាជួយបានច្រើនបងប្អូនណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនឆ្ងល់អាចសួរខ្ញុំបានបន្ថែមទៀតបាទសូមអរគុណ